រឿងវេទមន្តជប់មនុស្សមាននិទានមួយដំណាលថាមានបុរស4នាក់ទើរស្វែងរកសិល្បវិជ្ជាពីឥសីម្នាក់ដែលរស់នៅក្បែរនគរចន្ទសិលាបុរសទាំង4នាក់នោះបានទៅសុំឥសីរៀនសិល្បវិជ្ជាមិនអីទេចៅទាំង4នាក់អាចរៀនវិជ្ជានេះបានបុរសទាំង4នាក់ក៏បានសុំលោកតារៀនវិជ្ជាការម្នាក់ម្ដងលោកតាចៅសុំរៀនវិជ្ជាជប់ឲ្យកើតជារូបរាងមនុស្សលោកតាចៅសុំរៀនវិជ្ជាឆ្លាក់សម្រេចរូបរាងមនុស្សលោកតាចៅសុំរៀនវិជ្ជាធ្វើឲ្យមនុស្សសត្វមានសាច់ឈាមនិងពណ៌សម្បុរស្រស់ស្អាតលោកតាចំណែកឯខ្ញុំករណាសុំរៀនវិជ្ជាជប់ឲ្យរស់ជាមនុស្សនិងចេះនិយាយស្ដីក្រោយពីបុរសទាំង4នាក់សុំរៀនវិជ្ជាពីលោកតាមនីឥសីរួចលោកតាមនីឥសីក៏បានបង្ហាត់បង្រៀនវិជ្ជាទាំងនោះដល់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃពួកគេខំប្រឹងរៀនសូត្រនៅវិជ្ជាដែលលោកតាបានបង្រៀនរៀងខ្លួនដោយខិតខំព្យាយាមអស់ពីកម្លាំងកាយកម្លាំងចិត្តនិងស្មារតីសិក្សានៅវិជ្ជារៀងខ្លួនដែលលោកតាបានបង្ហាត់មិនយូរប៉ុន្មានបុរសទាំង4នាក់បានក្រាបលាសំពះលោកតាឥសីទៅស្រុកវិញនៅពេលធ្វើដំណើរដល់ពេលល្ងាចក៏បានឈប់សម្រាកនៅក្នុងព្រៃមួយគឺទីនោះមានខ្លាកាចសាហាវជាច្រើនលោកសោះពួកយើងគួរតែយកឈើមកធ្វើជាមនុស្សស្រីម្នាក់មកដេកកំដរពួកយើងលុះគិតគ្នារួចរាល់បុរសម្នាក់បានយកឈើមកជប់ធ្វើជាខ្លួនប្រាណមនុស្សស្រីបុរសម្នាក់ឆ្លាក់រចនាសម្រេចចេញជារូបរាងមនុស្សឲ្យល្អសពរាងកាយបុរសម្នាក់សូត្រមន្តគាថាឲ្យឈើដែលឆ្លាក់ជារូបមនុស្សនោះឲ្យមានសាច់ឈាមនិងពណ៌សម្បុរល្អស្អាតផូរផង់ឬឯបុរសម្នាក់ទៀតសូត្រមន្តគាថាជប់ឲ្យបុរសជាមនុស្សចេះនិយាយស្ដីកាលដែលបុរសទាំង4នាក់យកឈើមកធ្វើឲ្យកើតជាមនុស្សស្រីបានសម្រេចហើយពួកគេក៏ដណ្ដើមគ្នាយកស្រីនោះជាភរិយារៀងខ្លួនពួកគេប្រកែកគ្នាទៅវិញទៅមកមានអ្នកជំរុំជម្រះសម្រេចឲ្យសោះទើបនាំគ្នាទៅរកមេស្រុកដើម្បីប្តឹងបុរសទាំង4នាក់បាននិយាយរៀបរាប់តាមដំណើររឿងលោកមេស្រុកតើនាងនេះត្រូវបានជាប្រពន្ធរបស់អ្នកណាបុរសដែលយកឈើមកជប់ជារូបមនុស្សចាត់ទុកជាម្ដាយបុរសដែលបានឆ្លាក់សម្រេចជារូបមនុស្សដោយប៉ះស្ទាបនឹងអង្អែលសពរាងកាយត្រូវបាននាងនេះជាប្រពន្ធបុរសដែលសូត្រមន្តគាថាឲ្យមានសាច់ឈាមនិងពណ៌សម្បុរស្រស់ស្អាតចាត់ទុកជាបងចំណែកឯបុរសដែលជប់ឲ្យរស់និងចេះនិយាយប្តីចាត់ទុកជាឪពុកលុះមេស្រុកបានប្រាប់រួចបុរសទាំង4នាក់ក៏សុខចិត្តធ្វើតាមការណែនាំរបស់លោកមេស្រុក